កងដាក់ផ្លាសេនៅក្នុងទូទឹកកករយៈពេល15ឆ្នាំហើយត្រូវបានបែកធ្លាយដោយសារតែទូទឹកកកខូចអញ្ចឹងរឿងក្តីនេះបានកើតឡើងនៅប្រទេសជប៉ុនដោយគេបានរកឃើញសាកសពមួយគឺផ្លាសេចោលនៅក្នុងបន្ទប់អាផាតមិនរយៈពេលរហូតដល់15ឆ្នាំវងឡើយគេគិតថាសាកសពហ្នឹងទើបតែស្លាប់ទេប៉ុន្តែសមត្ថកិច្ចបញ្ជាក់ថាសាកសពនេះគឺស្លាប់តាំងពីឆ្នាំ2011អញ្ចឹងមានន័យថាសាកសពនេះត្រូវបានគេផ្លាសេចោលនៅក្នុងទូទឹកកកហ្នឹងរយៈពេលរហូតដល់15ឆ្នាំដោយហេតុដំបូងនៅថ្ងៃសុក្រទី19មានម្ចាស់អគារគាត់ទទួលបានពាក្យបណ្ដឹងពីអ្នកដែលគាត់រស់នៅក្នុងបន្ទប់អាផាតមិនជិតៗហ្នឹងថាមានធំក្លិនស្អុយចេញពីបន្ទប់អាផាតមិនមួយហើយម្ចាស់អគារក៏បានទៅប្តឹងសមត្ថកិច្ចដើម្បីឲ្យមកឆែកមើលបន្ទប់ដែលធំក្លិនហ្នឹងនៅពេលដែលសមត្ថកិច្ចទៅដល់ឃើញបន្ទប់ហ្នឹងគឺលុកសោជាប់ខ្លាំងមែនតើហើយគាត់ក៏ធ្វើការទៅលុបទ្វារហ្នឹងចូលទៅក្នុងបន្ទប់ហ្នឹងផ្ទាល់នៅពេលដែលចូលទៅដល់ហ្នឹងគឺបានឃើញជាមួយនឹងទូទឹកកកធំមួយហើយក្លិនដែលស្អុយហ្នឹងគឺបានភាយចេញពីទូទឹកកកហ្នឹងឯងគាត់បានបើកទូទឹកកកហ្នឹងហើយក៏ឃើញសាកសពដែលគេបំបែកជាផ្នែកដាក់នៅក្នុងថង់ផ្លាសេក្នុងទូទឹកកកហ្នឹងហើយអាចមកពីទូទឹកកកហ្នឹងខូចហ្នឹងឯងបានធ្វើឲ្យសាច់នៃសាកសពទាំងអស់ហ្នឹងរលាយបង្កឲ្យមានជាក្លិនហ្នឹងឯងក្រោយបើករឿងក្តីនេះសើបគេក៏គេបានដឹងថាសាកសពដែលស្លាប់ហ្នឹងគឺជាម្ចាស់បន្ទប់អាផាតមិនហ្នឹងឯងដែលគាត់បានបាត់បង់ជីវិតតាំងពីឆ្នាំ2011អញ្ចឹងគឺមានន័យថាគាត់ត្រូវបានគេផ្លាសេចោលនៅក្នុងបន្ទប់ហ្នឹងរយៈពេលរហូតដល់15ឆ្នាំម្ចាស់អាផាតមិនបានបញ្ជាក់ថាទូទឹកកកដែលផ្លាសេសាកសពហ្នឹងមិនមែនជាទូទឹកកករបស់អាផាតមិនទេអញ្ចឹងមានន័យថាទូទឹកកកហ្នឹងត្រូវបានម្ចាស់បន្ទប់ទិញចូលមកហើយបងប្អូនប្រកាសជាឆ្ងល់ដែរថាសាកសពហ្នឹងផ្លាសេចោលនៅក្នុងបន្ទប់អាផាតមិនជួលរហូតដល់15ឆ្នាំដោយរបៀបណាគឺដោយសារតែបន្ទប់អាផាតមិនហ្នឹងនៅតែមានអ្នកបង់ថ្លៃជួលចោលរយៈពេល15ឆ្នាំពេញដូចគ្នាហើយអ្នកដែលជួលបន្ទប់ហ្នឹងចោលមករហូតគឺប្រពន្ធគាត់ដែលប្រពន្ធរបស់គាត់ហ្នឹងគឺបានលែងលះគ្នាជាមួយនឹងប្តីដែលជាសាកសពហ្នឹងតាំងពីឆ្នាំ2012បងប្អូនប្រកាសជាឆ្ងល់ហើយថាសាកសពហ្នឹងស្លាប់តាំងឆ្នាំ2011ហើយគាត់លែងគ្នានៅឆ្នាំ2012តើណាគេជាអ្នកទៅលែងលះគ្នាជាមួយគាត់រឿងនេះក៏ខ្ញុំអត់ប្រកាសដែរថាតើនៅប្រទេសជប៉ុនគេមានច្បាប់ដែលអាចលែងលះតាមម្នាក់ឯងបានដែរឬក៏អត់អញ្ចឹងណាអត់មានភាគីម្ខាងទៀតទៅលែងប្តឹងជាមួយនឹងអាហ្នឹងតើគេអាចធ្វើបាននៅរបៀបណាបច្ចុប្បន្ននេះប្រពន្ធគាត់មានអាយុ50ឆ្នាំហើយគាត់ក៏បានចូលខ្លួនមកសារភាពរួចរាល់ដែរហើយថាគាត់គឺជាអ្នកដែលបានធ្វើរឿងសាហាវមួយនេះដែលបានស្លាប់ប្តីរបស់ខ្លួនឯងហើយកាត់សាកសពជាកង់ដាក់ចូលនៅក្នុងទូទឹកកកប៉ុន្តែយើងក៏អត់បានទទួលការបញ្ជាក់ផ្សេងៗដែរថាតើហេតុអីដើមហេតុនៃរឿងអីគេដែលធ្វើឲ្យគាត់មានចិត្តហ៊ានដល់ថ្នាក់ស្លាប់ប្តីខ្លួនឯងហើយដាក់ផ្លាសេចោលរហូតដល់15ឆ្នាំនិងបង់បន្ទប់អាផាតមិននឹងចោលមករហូតប្រសិនបើមានការអាប់ដេតបន្ថែមពីរឿងក្តីនេះខ្ញុំនឹងមកបញ្ជាក់បងប្អូនម្ដងទៀត